Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី150របស់យើងចាប់ផ្ដើមនៅសៃរឿងបន្ទាប់ពីឈិនធានកូពីបានដឹងខ្លួនឡើងមកវិញរវាងនេះហើយនៅខ្ញុំមានតែមួយប៉ុណ្ណោះដែលអាចបង្ហាញនៅអត្តសញ្ញាណដ៏ពិតប្រាកដបានហើយរាងកាយរបស់នេះនឹងคล้ายជារបស់ខ្ញុំឥឡូវនេះផងដែរហក់ចូលទៅកាប់វាប្រហារទប់រងគ្នាបានបន្តិចឈិនធានកូពីនៅតែបន្តហក់ចូលកាប់វាប្រហារទាំងកំរោលវាចុះវាឡើងឈិនធានក៏បាននិយាយថាមិនចង់ឲ្យនេះដតេគ្រប់គ្រងហើយតស៊ូរកផ្លូវរស់ឆន្ទៈរបស់នេះពិតជាក្រនបាមែនប្រឹងទប់រងគ្នាចោលឡើងសាយភ័យជាមួយនឹងចំហាយធម្មពលខ្ទាតប៉មកខាងក្រោយរៀងខ្លួនឈិនធាននៅតែបន្តនិយាយអ្នកភ្លេចហើយថាចាប់តាំងពីពេលនេះដែលបានកើតមកនេះគ្រាន់តែជារូបភាពចម្លងរបស់ខ្ញុំតែប៉ុណ្ណោះកាប់ចេញជាចំហាយធម្មពលវាប្រហារចូលទៅរកគ្នាផ្ទុះឡើងទៀងនេះអាចចម្លងនៅអំណាចធម្មពលរបស់ខ្ញុំបានប៉ុន្តែនេះមិនអាចចម្លងនៅសមត្ថភាពរបស់ខ្ញុំបាននោះទេដោយសារទាំងអស់នេះគឺជាការសាឡបងនិងទុកលំបាករបស់ខ្ញុំដែលជួបប្រទះនៅតាមផ្លូវបន្តសម្រុកចូលកាប់ចេញវាប្រហារជាចំហាយធម្មពលទៅវិញទៅមកហក់កាប់ចូលមកឈិនធានក៏បានយកដៃទប់រងអំណាចធម្មពលដែលអ្នកបានលួចពីខ្ញុំវាត្រូវបានឲ្យមានដែនកំណត់ក្រោយវាចេញកាប់ថែមមួយចំហាយធម្មពលត្រូវឈិនធានកូពីដុបខ្ទាតមកខាងក្រោយដែលធ្វើឲ្យវាបានលន់មន់ថាមិនអាចទៅរួចនោះទេនៅតែមិនអស់ចិត្តវាក៏បានហក់ឡើងទៅខាងលើលំហខ្ញុំនឹងយកឈ្នះឲ្យបានប្រើប្រាស់ជាមួយនឹងបច្ចេកទេសដែលអំណាចធម្មពលផ្កាយដោយសារតែខ្ញុំអាចជំនួសនៅរាងកាយដ៏ពិតប្រាកដរបស់ឯងបានស្រែកមួយវាស់លេចចេញជាមួយអំណាចធម្មពលផ្កាយទម្លាក់ចុះមកបញ្ជាវាប្រហារសម្ដៅទៅរកឈិនធានបន្ទាប់ពីឃើញអំណាចធម្មពលផ្កាយវាប្រហារចូលមកពេលនោះឈិនធានក៏បានបិទភ្នែកបញ្ជាអំណាចធម្មពលរបស់គាត់ស្នៀតដាវមួយនេះគឺសម្រាប់ឯងដែលគឺជាបច្ចេកទេសដាវជីងជឺចលនារបស់វាយឺតប៉ុន្តែអនុភាពរបស់វាគឺខ្លាំងក្លាពេលនេះវាបានខ្វាយទៅលើរាងកាយកូពីរបស់ឈិនធានផ្ទុះឡើងទាំងកំតិចវាខ្លាយទៅជាផេះផងហើយឈិនធានបានសួរថាតើខ្ញុំអាចឆ្លងកាត់ការសាឡរបស់មួយនេះបានទេពេលនោះទេបាសតូចក៏បានបង្ហាញខ្លួនចាស់ពិតជាបានលោកមិនត្រឹមតែឆ្លងកាត់បានប៉ុណ្ណោះទេប៉ុន្តែលោកបានឈ្នះដោយនឹកស្មានមិនដល់ហើយអ្នកដែលបានឆ្លងផុតការសាឡបងមានដូចជាណាឡាឌីធានកាងធានសៀវយិនលីស៊ីនិងអ្នកប្រុសជឿនលាវសឹងផងដែរសរុបទៅមានចំនួន5នាក់ទាំងលោកដែលអាចឆ្លងផុតបន្ទាប់ពីស្ដាប់ឮបែបនោះឈិនធានក៏បានធូរទ្រូងបន្តិចវាហាក់ដូចជាគូប្រកួតលើនេះពិតជាល្អមែនទេបាសតូចបានបន្តថាទោះបីជាអ្នកទាំងអស់គ្នាបានឆ្លងផុតក៏ដោយប៉ុន្តែលោកបានជ្រើសរើសការធ្វើតេស្តដ៏លំបាកបំផុតហើយលោកគឺជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានជំរុះវាឈិនធានក៏បានសួរថាដូច្នេះខ្ញុំពិតជាអស្ចារ្យណាស់មែនទេទេបាសតូចបានតបថាកុំលើកដំកើងខ្លួនឯងពេកប្រញាប់ឡើងវាដល់ពេលដែលត្រូវចាក់ចេញទៅវិញហើយបរិះចំណាស់យ៉ាងជឿជាមួយនឹងអ្នកដទៃទៀតកំពុងតែរងចាំដើម្បីយកបេក្ខជនដែលមានសមត្ថភាពទាំងអស់ទៅនិកាយតាវហើយលោកគូតែទទួលបានសិទ្ធិពិសេសជាងគេនៃពិធីមួយទឹកខាងវិញ្ញាណនៅក្នុងអាសនៈដូច្នេះលោកត្រូវតែប្រកាសចាប់យកឱកាសមួយនេះឲ្យបានឈិនធានបានលល់មកថាពិធីងូតទឹកខាងវិញ្ញាណនៅក្នុងអាសនៈត្រូវហើយលោកនឹងដឹងនៅពេលដែលលោកទៅដល់និកាយតាវប្រសិនបើលោកមិនបានឆ្លងកាត់ការធ្វើតេស្តកម្រិតខ្លាំងបំផុតនោះទេលោកនឹងមិនមានសិទ្ធិពិសេសបែបនេះឡើយក្រឡេកមកខាងក្រៅជន្លងភ្នំយិនសៀនដែលចាស់ព្រឹត្តិការណ៍នឹងអ្នករកគ្នាកំពុងតែរងចាំស្របពេលនោះផងដែរអំណាចធម្មពលបានបាញ់ឡើងទៅខាងលើលំហយ៉ាងខ្លាំងក្លាដែលធ្វើឲ្យពួកគាត់ក៏បានសម្លឹងមើលដោយអំណាចធម្មពលដ៏ខ្លាំងក្លានោះក៏បានគូចចេញបង្ហាញនៅវត្តមានរបស់ឈិនធានពេលនោះសម្លេងរបស់មនុស្សពីរនាក់ក៏បានលន់មាត់ថាវូឈិនក៏បានឆ្លងកាត់ការធ្វើតេស្តសាឡបងផងដែរដូច្នេះបេក្ខជនសរុបទាំងអស់មាន5នាក់ដែលបានឆ្លងកាត់ការធ្វើតេស្តសាឡបងរួចរាល់ប៉ុន្តែអ្នកដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅតែជាកាំងធានសៀវគាត់គឺជាមនុស្សដំបូងគេដែលបានឆ្លងកាត់ការធ្វើតេស្តសាឡបងមួយនេះហើយថែមទាំងបានធ្វើឲ្យពួកចាស់ព្រឹត្តិការណ៍នៃនិកាយតែបានភ្ញាក់ផ្អើលផងដែរពេលនោះព្រឹត្តិការណ៍សៀនហុងស៊ឺក៏បាននិយាយថាទោះបីជាបេក្ខជនម្នាក់នេះមកយឺតក៏ដោយប៉ុន្តែវាកម្រណាស់សម្រាប់មនុស្សម្នាក់ដែលនៅក្មេងបែបនេះដើម្បីឆ្លងកាត់ការធ្វើតេស្តកម្រិតឋានស៊ូបានពេលនោះយើងក៏បានឃើញកញ្ញាយូឈៀងហើយនិងលូស៊ីប្រញាប់រត់ចូលមកឈិនធានតើមានការអ្វីដែរឬទេព្រឹត្តិការណ៍ប៊ូគូគាត់បានសួរថាឥឡូវតើអ្នកចង់រស់នៅទីនោះមែនទេឈិនធានគាត់ក៏បានតបថាដោយសារតែមានការរអាក់រអ៊ូបន្តិចបន្តួចនៅតាមផ្លូវប៉ុន្តែវាក៏ត្រូវបានដោះស្រាយទាំងអស់ដោយរលូនខណៈពេលនោះផងដែរព្រឹត្តិការណ៍យ៉ាងជឿគាត់ក៏បានបង្ហាញខ្លួនដោយមូហ្វឹងគាត់ក៏បានធ្វើការគោរពលោកពូទម្លាក់ខ្លួនចុះមកគាត់ក៏បានដើរចូលទៅរកឈិនធានចារឹកលក្ខណៈនិងកម្លាំងធម្មពលរបស់អ្នកដែលបានបង្ហាញនៅក្នុងការធ្វើតេស្តសាឡបងខ្ញុំមិនបានឃើញសមត្ថភាពបែបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយប្រសិនបើអ្នកត្រូវការអ្វីមួយនាពេលអនាគតអ្នកអាចមកនិកាយតែដើម្បីរកខ្ញុំបានគ្រប់ពេលឈិនធានដាក់ដៃធ្វើការគោរពអរគុណលោកព្រឹទ្ធាចារ្យខ្ញុំនឹងចងចាំពាក្យសម្ដីរបស់លោកព្រឹទ្ធាចារ្យទុកដែលធ្វើឲ្យក្រុមបរិបពាក្យរបាំងមុខគាត់បានលន់មកថាវូឈិនពិតជាទទួលបានការពេញចិត្តពីចាស់ព្រឹទ្ធាចារ្យនៅក្នុងនិកាយតៅមែនដោយព្រឹទ្ធាចារ្យសៀនហុងស៊ឺគាត់ក៏បាននិយាយថាអ្នកបានឆ្លងកាត់ការធ្វើតេស្តសាឡបងបានមាននៅសមត្ថភាពលក្ខណៈមិនធម្មតារួចទៅហើយពេលការប្រកួតប្រជែងដ៏ធំបញ្ចប់ទៅអ្នកទាំងអស់គ្នានឹងមានឱកាសចូលទៅក្នុងនិកាយតៅរបស់យើងបានដោយលោកព្រឹទ្ធាចារ្យយ៉ាងជឿគាត់ក៏បានបន្តមុននឹងចូលទៅក្នុងនិកាយតៅមានឱកាសមួយកំពុងតែរងចាំអ្នកទាំងអស់គ្នាវានឹងក្លាយជាឱកាសជំនួយដ៏អស្ចារ្យសម្រាប់ពួកអ្នកផងដែរដូច្នេះតាមខ្ញុំមកកាត់មកវាមានស៊ូគៀដែលគឺជានិកាយតៅពេលនោះយើងក៏បានឃើញអ្នករកគ្នាបន្លាស់ទីចូលមកយ៉ាងលឿនបន្ទាប់ពីឃើញទិដ្ឋភាពដ៏អស្ចារ្យធ្វើឲ្យអ្នករកគ្នាឡើងចង់គៀងតើនេះមែនទេគឺជាវាមានស៊ូគៀរបស់និកាយតៅដែលវាពោពេញទៅដោយធម្មពលខាងវិញ្ញាណនៅទីនេះគឺវាក្រាស់ក្រាលជាងនៅក្នុងដែនដីបរិសុទ្ធនៃអាណាចក្ររបស់ពួកយើងទៅទៀតព្រឹត្តិការណ៍សៀនហុងស៊ឺក៏បាននិយាយថាអ្នកទាំងអស់គ្នានេះហើយគឺជាវាមានស៊ូគៀនៃនិកាយតៅរបស់យើងហើយយើងក៏បានឃើញបរិះម្នាក់បានបង្ហាញខ្លួនធ្វើការគោរពទៅចាស់ព្រឹត្តិការណ៍ដោយព្រឹត្តិការណ៍យ៉ាងជឿក៏បាននិយាយថាមិនអីនោះទេបេក្ខជនទាំងអស់គ្នាដែលបានឆ្លងកាត់ការធ្វើដំណើរដ៏ហត់នឿយមួយនេះនិកាយតៅបានរៀបចំកន្លែងមួយសម្រាប់អ្នកទាំងអស់គ្នាងូតទឹកយន្តឡាននាំពួកគេទៅទីនោះភ្លាមទៅបាទទទួលបញ្ជាលោកព្រឹទ្ធាចារ្យក្រឡេកមកពេលនេះយើងក៏បានឃើញជិនធានកំពុងតែត្រាំនៅក្នុងអាងទឹកដែលគាត់កំពុងតែស្រូបយកចំហាយធម្មពល4ទើសចំណែកល្អិតក្បាលខូចស៊ឺមូលវិញវាកំពុងតែលូបមើលឈិនធានហាក់បីដូចជាពេលនេះវាកំពុងតែគិតអ្វីម្យ៉ាងបន្ទាប់ពីឃើញស្ថានភាពអំណោយផលវាក៏បានសប្បាយចិត្តបងស្រីយីងជីខ្ញុំនឹងទៅរកបងហើយ
ប្រញាប់បន្លាស់ទីទៅពេលនោះជាធានក៏បាននិយាយថាកុំគិតថាខ្ញុំមិនដឹងថាឯងកំពុងតែចង់ធ្វើអ្វីដល់ពេលនោះផងដែរវាក៏បានអស់សង្ឃឹមនិកាយតើពិតជាហូរហែពេកហើយបានផ្ដល់អាងទឹកដ៏ធំមួយសម្រាប់មនុស្សម្នាក់ៗបើផ្ដល់ឱកាសឲ្យខ្ញុំចូលទៅលេងផងមិនដឹងសប្បាយយ៉ាងណានោះទេដោយជាធានក៏បានប្រើប្រាស់កម្លាំងរបស់គាត់បន្ថែមដើម្បីស្រូបយកដំណើរធម្មពលទាំងអស់នោះបើផ្នែកឡើងគាត់ក៏បាននិយាយថារបស់របរដែលនិកាយតើបានផ្ដល់ជូនវាពិតជាមិនមែនជាអ្វីដែលចក្រភពទាំង9អាចផលិតបាននោះទេពេលនោះអន្តរាជាងឡើងគាត់ក៏បាននិយាយប្រាប់ថាកន្លែងដែលខ្ញុំធ្លាប់រស់នៅស្មៅអមតៈគ្មានឫសទាំងអស់នេះវាគ្រាន់តែជាស្មៅនៅតាមដងផ្លូវតែប៉ុណ្ណោះប៉ុន្តែនៅក្នុងដែនឋានស៊ូកណ្ដាលនេះវាអាចធ្វើឲ្យអ្នកអាចទទួលធម្មពលពីវាបានដូច្នេះវាអាចបង្ហាញថានិកាយតើពិតជាមានសមត្ថភាពខ្លះដែរឈិនទានក៏បានបន្តសួរអន្តរាជាងឡើងយោងតាមការនិយាយរបស់លោកនិកាយតើនៅតែជានិកាយតូចមួយមានទេគាត់ក៏បានតបថាអាគ្មានល្ងងនៅក្នុងចក្រភពទាំង9និកាយតើគឺជានិកាយលំដាប់ទី5យ៉ាងល្អបំផុតហើយការពឹងផ្អែកតែមួយគត់របស់ពួកគេគឺកំពុងតែកាន់កាប់វិមានស៊ូគាដ៏មានឥទ្ធិពលពិសេសមួយនេះដែលធ្វើឲ្យឈិនទានពេលនេះបានយល់ថាដូច្នេះចក្រភពទាំង9ពិតជាធំទូលាយខ្លាំងណាស់អន្តរាជាងឡើងគាត់ក៏បានដកដង្ហើមធំមួយបន្ទាប់ពីការប្រកួតប្រជែងដ៏អស្ចារ្យមួយនេះត្រូវបានបញ្ចប់អ្នកត្រូវតែប្រញាប់ចាក់ចេញព្រោះថាការស្នាក់នៅទីនេះមានតែរៀងអនាគតរបស់អ្នកតែប៉ុណ្ណោះអាឡអត់កុំភ្លេចឲ្យសោះអ្នកត្រូវទៅចក្រភពទាំង9ដើម្បីស្វែងរកឪពុកម្ដាយរបស់អ្នកផងដែរក្រឡេកមកការប្រជុំចាក់ព្រឹត្តិការណ៍ធំៗនៅក្នុងនិកាយតៅដែលយើងក៏បានឃើញព្រឹត្តិការណ៍នេះប្រកែកដៃអហង្ការតែម្ដងវាពិតជាមិនសមហេតុផលទាំងវើទាំងអស់នេះគឺជាការបំពេញច្បាប់តែប៉ុណ្ណោះពិធីមួយទឹកខាងវិញ្ញាណនៅក្នុងអាសនៈគឺជាកិត្តិយសសម្រាប់បេក្ខជនដែលមានសមត្ថភាពតែប៉ុណ្ណោះហើយអ្វីបានជាត្រូវចំណាយវាយ៉ាងច្រើនបែបនេះនឹងឲ្យគាត់មានឈ្មោះថាព្រឹត្តិការណ៍ស៊ុនលីងពេលនោះព្រឹត្តិការណ៍យ៉ាងជឿគាត់ក៏បានលើកឡើងហើយអ្វីបានជាមិនអាចប្រកល់ទៅឲ្យបេក្ខជនម្នាក់នោះបានពីព្រោះក្នុងចំណោមបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងការធ្វើតេស្តសាឡបងគឺមានចំនួន5នាក់បន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យព្រឹត្តិការណ៍ទាំងពីរក៏មានការភ្ញាក់ផ្អើលអ្វីដែលកម្រជាងនេះទៅទៀតគឺម្នាក់ក្នុងចំណោមពួកគេបានធ្វើតេស្តសាឡបងកម្រិតលំបាកបំផុតបន្ទាប់ពីស្ដាប់ឮបែបនោះមេដឹកនាំនិកាយតើដែលមានឈ្មោះថាសាងចៅគាត់បាននិយាយថាតើម្នាក់នោះគឺជាកាងធានសៀវមែនទេឬក៏យានឡាវស៊ីនៃនិកាយយានយ៉ាងដោយព្រឹត្តិការណ៍យ៉ាងជឿគាត់ក៏បានក្រវីក្បាលមិនមែនជាអ្នកទាំងពីរនោះទេគឺជាវូឈិននៃអាណាចក្រធានវូថាយ៉ាងម៉េចគឺជាវូឈិនដោយព្រឹត្តិការណ៍ស៊ុនលីងគាត់មិនជឿនោះទេវាមិនអាចទៅរួចឡើយព្រឹត្តិការណ៍យ៉ាងជឿក៏បានស្ដីឲ្យបេតមុតភ្លាមប្រសិនបើយើងមិនជ្រើសរើសមនុស្សដែលមានសមត្ថភាពនិងឆ្លាតអ្វីនៅពេលនេះនោះទេតើយើងរងចាំឲ្យគេចូលទៅក្នុងនិកាយផ្សេងទៀតឬប្រកែកគ្នាទាំងសរសៃកបន្តិចមេដឹកនាំនិកាយក៏បានខាត់បានហើយលោកយ៉ាងជឿក៏បានលើកនៅចំណុចល្អប្រសិនបើយើងទទួលយកសិស្សទាំងអស់នេះឥឡូវនេះហើយបង្ហាញពួកគេអំពីអំណាចនៃនិកាយតៅរបស់ពួកយើងបន្ទាប់មកផ្ដល់ឱកាសខ្លះដល់ពួកគេដែលអាចឲ្យពួកគេមានអារម្មណ៍ថាហាក់បីដូចជាកំពុងតែស្នាក់នៅផ្ទះរបស់ខ្លួនឯងសម្រាប់អ្នកទាំងអស់គ្នាដែលមិនចង់រងចាំទស្សនានៅលើ YouTube យូអាចចូលទៅទស្សនានៅក្នុងកូនក្រុម VIP របស់ Admin បានដែលពេលនេះបានចេញដល់ភាគទី172ហើយនៅមានរឿងផ្សេងទៀតដែល Admin បានសម្រាយផងដែរចំពោះក្រុម VIP របស់ Admin មានភាគបន្តផុសជារៀងរាល់ថ្ងៃនិយាយពីតម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះចាប់អារម្មណ៍ link Telegram នៅក្នុង comment អាចឆាតមកសាកសួរព័ត៌មានបន្ថែមបានហើយសាច់រឿងភាគទី150របស់យើងក៏ត្រូវបានបញ្ចប់ដូចគ្នាដោយរាល់ដងសូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះ Admin សូមជម្រាបលាបាយបាយ